គណៈរដ្ឋមន្ត្រីថៃអនុម័តលុបចោល MOU ឆ្នាំ2001ជាឯកតោភាគីត្រៀមជូនដំណឹងដល់ភាគីកម្ពុជានិងអាចចរចាថ្មីក្រោមកិច្ចព្រមព្រៀងថ្មីលោកអនុទានឆានវិរកុលនាយករដ្ឋមន្ត្រីថៃបានបង្ហាញថាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី5ខែឧសភាបានអនុម័តឲ្យលុបចោលកិច្ចព្រមព្រៀងយោគយល់ MOU ឆ្នាំ2001ដែលតាក់ទងនឹងការគ្រប់គ្រងនិងចែករំលែកទុនធានក្រោមសមុទ្រជាមួយប្រទេសកម្ពុជាលោកបានបញ្ជាក់ថាការសម្រេចនេះមិនជាប់តាក់ទងដោយផ្ទាល់នឹងចំនួនបច្ចុប្បន្នជាមួយកម្ពុជានោះទេប៉ុន្តែជាគោលនយោបាយមួយដោយពិនិត្យឃើញថាក្នុងរយៈពេលជាង25ឆ្នាំនេះកិច្ចព្រមព្រៀងនេះមិនទាន់មានវឌ្ឍនភាពច្បាស់លាស់នៅឡើយជាមួយគ្នានេះក៏មានឯកសារយោងពាក់ព័ន្ធផ្សេងទៀតដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ1982ដែលអាចយកមកប្រើជាគោលការណ៍យោងព្រោះប្រទេសទាំងពីរសុទ្ធតែជារដ្ឋភាគីជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីថៃបានបន្ថែមថាសម្រាប់ប្រទេសថៃ MOU ឆ្នាំ2001ត្រូវបានចាត់ទុកថាមិនមានទៀតទេហើយប្រសិនបើមានការចរចាថ្មីនឹងត្រូវបង្កើតកិច្ចព្រមព្រៀងថ្មីដូចជា MOU ឆ្នាំ2027